tiết dươngនឹងធ្វើកញ្ចក់ហើយនឹងកម្រាស់ទ្វារហើយនឹងបង្អួចរបស់យើងជាដំបូងយើង select នេះមួយមកហើយចុច C បញ្ជាប់មកចុចនេះមួយទៀតហើយបន្តមកទៀតយើងចុច comment អក្សរ M អស់មកមកចុចនេះផងហើយ option ផងនៅលើ keyboard របស់យើងអូខេ option នៅលើ keyboard របស់យើងប្រើ MacBook បានមានណា computer ហើយ MacBook ណាហើយបន្តមកទៀតយើងដាក់កម្រាស់វាមកណា4អូខេតមក comment អក្សរ F មកដាក់10 cm មកអូខេក្រោយនេះក៏10 cm ដែរក្រោយអូខេនេះក៏10ដែរទៅមកទៀតនេះយើងគូសoption មក6មកអូខេនេះ6ដែរហើយនេះយើងក៏6ដែរនេះអូខេទៅមកទៀតយើងគូស line មក comment អក្សរ L មកចំកណ្ដាលនេះគេនេះចំកណ្ដាលមកអូខេបន្តមកយើង comment អក្សរ T ណាយើងមកលើ 1.5 មកក្រោមក៏ 1.5 ដែរអូខេតោះមកយើង select នេះចូលមកអូខេ comment អក្សរ M មកចុចត្រង់ចំណុចកណ្ដាលនេះហើយយើងមកដាក់ត្រង់ចំណុចកណ្ដាលនេះមកអូខេចុចចំណុចកណ្ដាលនឹងមួយទៀតយើងដាក់មកក្រោមមួយទៀតមកយើងខ្ជិលគូសច្រើនយើង copy ដាក់តែម្ដងទៅបន្តមកយើង comment អក្សរ E មកដើម្បីយើងគូជ្រុងត្រីកាក្រេដើម្បីយើងហើយនេះគឺនេះដែរយើងដាក់នេះមកបន្តមកយើងវា comment អក្សរ E ដើម្បីលុបអូខេយើងលុបមកអូខេលុបដែរអូខេតោះទៀតយើងអស់កម្រាស់វា comment អក្សរ P ណាអស់មកមុខ3ហ៊ុនមកអូខេហើយកញ្ចក់វាអស់មុខមួយមកអូខេក្រោមដូចគ្នាមួយដូចគ្នានេះក៏មួយដែរនេះក៏មួយដែរអូខេតោះមកទៀតអានេះយើង comment អក្សរ Tវា40មក40 cm មកអូខេមកលើ3មកនេះមកលើ3ដែរមកតោះមក comment អក្សរ O គូនេះមកអូខេបន្ទាប់មកយើង comment អក្សរ E ដើម្បីលុបអូខេយើងប្រើ shortcut ទៅវាលឿនយើងមិនបាច់អស់យើងចុចរើសតាមនេះយើងប្រើចំណាំអក្សរទៅយើងប្រើ shortcut ទៅវាលឿន comment អក្សរ P អស់មកមុខ3មកអូខេកញ្ចក់វិញយើងមកមុខ1 cm មកអានេះក៏មួយដែរនេះក៏មួយដែរអូខេតោះអានេះយើងអស់មុខ3មកអូខេអានេះអស់មុខ1មកអូខេបានហើយយើងចាក់ពណ៌យើង comment អក្សរ B មកអូខេចាក់ពណ៌រើសតាមពណ៌កញ្ចក់របស់យើងទៅអូខេយើងដាក់អាណាទៅយើងដាក់នេះទៅអូខេដល់វគ្គនេះដែរយើងការងាររបស់យើងមានតែប៉ុណ្្នឹងទេបងប្អូនហើយយើងតែប៉ុណ្្នឹងហើយការងារក្រោយទៀតយើងនឹងហើយនេះណាហើយរត់ចង់ឃើញទៅណាទៅត
តោះយើងលុបនេះចាំអូខេលុបចោលយើងក៏លុបដែរអូខេអនរៀនរបស់យើងឲ្យវគ្គនេះយើងមានតែប៉ុណ្្នឹងនេះជួបគ្នានៅវគ្គក្រោយតទៀតបាទអរគុណច្រើនជម្រាបលា